ពុកម៉ែបងប្អូនមួយចំនួនធ្លាប់តែធ្វើមុខម្ហូបម្ជូរអាំងស្ងោរជីនមែនទេថ្ងៃនេះមកបដូរបរិយាកាសមកភ្លក់នឹងឆាគ្រឿងវិញម្ដងថាឆាគ្រឿងរបស់ខ្ញុំបាទនេះមានរសជាតិឆ្ងាញ់យ៉ាងណានិងវិធីធ្វើយ៉ាងណាសូមនាំអារម្មណ៍ពុកម៉ែបងប្អូនទាំងអស់គ្នាមកទស្សនាអំពីវិធីធ្វើនិងវិធីផ្សំគ្រឿងរបស់ខ្ញុំបាទនេះដូចតទៅសម្រាប់ត្រីខ្ញុំបាទជ្រើសរើសជាត្រីប្រាដែលយើងចាំនៅក្រៅផ្ទះពុកម៉ែបងប្អូនគឺមើលទៅសាច់គឺក្រហមលឿងតែម្ដងលក្ខណៈដល់មើលទៅគឺសាច់ហាប់ណែនតែម្ដងគឺខ្ញុំបាទធ្វើឲ្យស្អាតកាត់ឆ្កង់ខ្លីល្មមសម្រាប់គ្រឿងផ្សំវិញមានដូចជាប្រហុកចិញ្ច្រាំម្សៅរមៀតសម្រាប់គ្រឿងយើងបុកនោះក៏មានដូចជាមើលរំដេងគល់ស្ក្រេស្លឹកក្រូចសើចនិងម្ទេសបន្តិចផងដែរបន្ទាប់មកយើងធ្វើការចាក់ប្រេងឆារបស់យើងចូលរួចហើយយើងធ្វើការអំលីងគ្រឿងរបស់យើងទៅគឺធ្វើការអំលីងបន្តិចទៅគ្រឿងរបស់យើងនឹងឡើងក្លិនឈ្ងុយបន្ទាប់ពីគ្រឿងរបស់យើងឡើងក្លិនឈ្ងុយផងនោះគឺយើងធ្វើការបន្ថែមនៅប្រហុកដើម្បីបង្កើនរសជាតិនៃឆាគ្រឿងរបស់យើងគឺកាន់តែមានក្លិនកាន់តែឈ្ងុយតែម្ដងបន្ទាប់គ្រឿងរបស់យើងតាមបានគឺឡើងក្លិនឈ្ងុយផងនោះគឺយើងធ្វើការដាក់នៅសាច់ត្រីប្រារបស់យើងចូលតែម្ដងបន្ទាប់មកយើងធ្វើការឆាត្រឡប់ចូលត្រឡប់ឡើងបន្តិចទៅដើម្បីឲ្យគ្រឿងរបស់យើងគឺសព្វគ្នាល្អជាមួយនឹងត្រីប្រានឹងឯងហើយសម្រាប់ពុកម៉ែបងប្អូនដែលមិនទាន់បានចុច Subscribe សូមកុំភ្លេចធ្វើការចុច Subscribe ជួយ Channel ខ្ញុំបាទម្នាក់មួយផងដើម្បីជាកម្លាំងចិត្តក្នុងការផលិតចេញវីដេអូដើម្បីចែកជូនពុកម៉ែបងប្អូនទស្សនាកម្សាន្តជារៀងរាល់ថ្ងៃផងដែរបន្ទាប់ពីត្រីប្រារបស់យើងឡើងស្រពោនរួចហើយយើងធ្វើការបន្ថែមគ្រឿងទេសរបស់យើងជាបន្ទាប់នោះមានដូចជាម្សៅស៊ុបប៊ីចេងស្ករសទឹកត្រីបន្តិចផងដែរដើម្បីបង្កើនរសជាតិនៃឆាគ្រឿងរបស់យើងគឺកាន់តែមានឲ្យជ្រុះតែម្ដងជំហានបន្ទាប់គឺយើងធ្វើការឆាត្រឡប់ចូលត្រឡប់ឡើងដើម្បីឲ្យគ្រឿងដែលយើងដាក់មុននិងគ្រឿងយើងដាក់ក្រោយគឺសព្វគ្នាល្អជាមួយសាច់ត្រីនឹងឯងបន្ទាប់ពីគ្រឿងរបស់យើងបានសព្វគ្នាល្អហើយយើងធ្វើការគ្របមួយរំពុះហើយក្នុងមួយរំពុះនេះគឺមិនយូរប្រហែលទេពុកម៉ែបងប្អូនគឺយើងធ្វើការគ្របរយៈពេលពី5នាទីទៅ7នាទីប៉ុណ្ណោះគឺធ្វើឲ្យសាច់ត្រីប្រារបស់យើងគឺបានឆ្អិនល្អតែម្ដងបន្ទាប់ពីឆ្លងកាត់មួយរំពុះនេះទៅឃើញថាឆាគ្រឿងរបស់ខ្ញុំបាទគឺបានចេញទឹកប្រេងម្សៅល្មមផងដែរហើយមើលទៅគឺទំនងគួរចង់ទទួលទានតែម្ដងបន្ទាប់មកខ្ញុំបានធ្វើការឆាត្រឡប់ចូលត្រឡប់ឡើងបន្តិចរួចហើយយើងធ្វើការភ្លក់បន្តិចទៅថាតើរសជាតិត្រូវតាមបុកឋានហើយបើសិនជារសជាតិត្រូវតាមបុកឋានហើយយើងធ្វើការដួសអាចារ្យដើម្បីយកទៅពិសាតែម្ដងបើសិនជាញ៉ាំជាមួយនឹងបាយពុកម៉ែបងប្អូនគឺធានាថាអស់បាយពីឆ្នាំងដោយមិនដឹងខ្លួនតែម្ដងបើសិនជាធ្វើគ្រឿងខ្លែងវិញគឺរឹតតែពិសេសតែម្ដងបើសិនជាពុកម៉ែបងប្អូនទាំងគ្នាពេញចិត្តវីដេអូនេះសូមកុំភ្លេចធ្វើការ Like Share Subscribe ដើម្បីទទួលបានវីដេអូថ្មីៗជារៀងរាល់ថ្ងៃពី Channel របស់ខ្ញុំបាទហើយក៏សូមអធិស្ឋានរកសម្លេងរំខានជាមួយនឹងការថាពិបាយជាមួយវីដេអូរបស់ខ្ញុំបាទទាំងមូលនេះមានការរ៉ាក់រូត្រង់ចំណុចមួយសូមពុកម៉ែបងប្អូនទាំងគ្នាអធិស្ឋានខ្ញុំបាទផងឥឡូវនេះផងដែរឃើញថាមុខម្ហូបធ្វើជារបៀបឆាគ្រឿងត្រីប្រារបស់ខ្ញុំបាទនេះគឺបានចាប់សពគ្រប់ពុកម៉ែបងប្អូនអរគុណច្រើនជំរាបលាជួបគ្នាវីដេអូក្រោយៗទៀត